Từ ná nè bon Dương từ ná có bán Từ rốt pro tịt đó Niên canh cha Công khẳng bê Ở squat bù tiệp phong Bên nú Canh giá có tè niên phát môi cầm phliền Niên đôi chạy đầy đo hay nó Sô ná rốt nâng tè canh giá Bên nú Canh giá có tè luôn anh Vinh Ôi Nè bon Mày có tè nhóm Bên nú Sró bê đa sẽ lá đa một Niênធ្វើអីកាន់យ៉ា Lục bon អូនយ៉ាងម៉េចទៅហើយនាងមានសិទ្ធអីមកផ្ទះកាន់យ៉ា Lục mau bị chuột mau bị ná Khanhខ្ញុំតែនាង នាងគិតតែខ្ញុំមិនឃើញថានាងចង់ធ្វើអីកាន់យ៉ាមែនទេ Lục mà chaគឺ នាងបិទមាត់ទៅត្រឹមជាអ្នកបម្រើគេកុំមកលូកមាត់ មានសិទ្ធអីមកថាឲ្យបំផាត់នោះ ខ្ញុំមានសិទ្ធព្រោះខ្ញុំជាម្ចាស់របស់វា លោកគ្មានសិទ្ធមកថាឲ្យគាត់ទេហើយមួយទៀតនាងមិញនេះថាខ្ញុំតែនាងមែនទេសូណាក៏តែកញ្ញាមួយកំភ្លៀង ណែនាង មកសូមជូនរឿងស្នេហ៍ឆ្លងភពនៅក្នុងទីក្រុងមួយមាននារីដ៏ស្រស់ស្អាតម្នាក់ជាតារាល្បីប្រចាំប្រទេសនៅនាងសូណាដល់ម៉ោងត្រូវទៅថតហើយសំដេញតិចទៀតសិនមិនបានទេឆាប់ងើបឡើងបងម៉ារីសុំសម្រាប់បន្តិចមិនបានទេមិនបានទេយើងកក់លុយគេហើយណាធុញណាស់នេះឆាប់ទៅងូតទឹកសម្អាតខ្លួនទៅបងចាំនៅឡានមុនឲ្យលឿនបន្តិចផងណាដឹងហើយសូណាក៏បានទៅងូតទឹករៀបចំខ្លួនបាត់ទៅពេលងូតទឹករៀបចំខ្លួនរួចហើយខ្ញុំហើយបងម៉ារីអើយយូនោះយូអស់លឿនហើយតាបងបានហើយជុំនិយាយជាមួយអញហើយនិយាយយកតែឈ្នះពូឆាប់ចេញទៅតែកងឡានក៏ចេញឡានទៅនៅពេលជិះក្នុងឡានក៏មានម៉ូតូមួយជិះតាមពីក្រោយពួកគេបងមានគេតាមយើងនរណាគេវាបិទមកនរណាគេទៅមើលស្គាល់ពូបើកឲ្យលឿនជាងនេះតែកងឡានខំបើកឡានយ៉ាងលឿនតែអ្នកជិះម៉ូតូបានបើកមុខទាន់និងកន្លែងសូណាអង្គុយហើយក៏តម្រង់កាំភ្លើងរបស់គេទៅរកសូណាគ្រាន់តែក្របកាំភ្លើងបាញ់ហើយម៉ារីក៏ងាកទៅមើលសូណាដែលត្រូវគ្រាំសូណាកុំកាត់អីណាពូបើកទៅមន្ទីរពេទ្យទៅពូទៅកងឡានក៏បានបើកទៅរកមន្ទីរពេទ្យដែលនៅជិតបំផុតលោកគ្រូពេទ្យជួយប្អូនខ្ញុំផងសូណាក៏បានរុញចូលទៅបន្ទប់សង្គ្រោះបន្ទាន់ឈឺក្បាលណាស់អ្នកនាងដឹងខ្លួនហើយលោកម្ចាស់អ្នកនាងដឹងខ្លួនវិញហើយនាងផាត់ជាអ្នកបម្រើចំណិតរបស់មេខលាដែលជាកូនរបស់សេដ្ឋីឧត្តមមេខលាកូនស្រីម្ដាយដឹងខ្លួនហើយមែនទេនេះខ្ញុំនៅណានឹងនៅផ្ទះយើងណាកូនផ្ទះយើងហើយអ្នកទាំងពីរជាណាគេខ្ញុំមិនដែលស្គាល់ឬក៏ខ្ញុំកំពុងតែថតរឿងថ្មីហើយចុយណាបងម៉ារីនិយាយអីចម្លែកម្ល៉េះថតរឿងស្អីយើងជាឪម៉ែឯងណាខ្ញុំមានម៉ែឪមកពីណាខ្ញុំជាក្មេងកំព្រាម៉ែឪខ្ញុំស្លាប់អស់ហើយកូននេះនិយាយឡប់ស្អីហ្នឹងគេមិនដូចជាកូនមេខលាសោះអូនលោកបងបានហើយនេះកូនគេទើបតែភ្ញាក់ពីសន្លប់កូនសម្រាប់សិនទៅមកលបងទៅវិញនាងផាតានាងនៅមើលនាងម្ចាស់ទៅណាចាលោកស្រីម្ចាស់យ៉ាតនិងលោកម្ចាស់ឧត្តមក៏ដើរចេញទៅបងស្រីនេះគេថតរឿងមែនទេថតរឿងអីទេអ្នកនាងម្ចាស់និយាយអីចម្លែកអញ្ចឹងទេអ្នកនាងម្ចាស់ឬក៏យើងឆ្លងភពអ្នកនាងនិយាយអីទៅប៉ាវស្ដាប់មិនបានគ្មានអីទេចាបងនៅនេះសម័យណាមិនក៏អ្នកនាងម្ចាស់ហៅប៉ាវបងអញ្ចឹងហើយរត់ដងខ្ញុំហៅយ៉ាងម៉េចនាងផានខ្ញុំហៅដាច់សាច់អញ្ចឹងមែនអត់ទេទៀនម្ចាស់គ្រប់ម្ចាស់ទាំងអស់ហៅប៉ាវនាងអាបែបនឹងហើយទៀនតែឆ្លើយនឹងខ្ញុំសិនមកណានេះសម័យណាសម័យនឹងអីគេទៅទៀនអូយងាប់ហើយខ្ញុំទៀនម្ចាស់កុំស្លាប់អីអញ្ចឹងគេនឹងលោកស្រីម្ចាស់សម្លាប់ខ្ញុំហើយហើយនៅទីនេះគេហៅក្រុងអីនៅនេះគេហៅក្រុងឧត្តមយ៉ាងម៉េចទៀនមិនចាំអញ្ចឹងក្រុងឧត្តមយើងឆ្លងមកក្រុងឧត្តមឆ្លងអីគេទៀន
គ្មានទេខ្ញុំចង់នៅម្នាក់ឯងបងចាញ់ទៅសិនទៅណាអីគេខ្ញុំសូណាមានការហត់ចិត្តនឹងផាត់ពេកក៏ធ្វើកាយវិការចង្អុលមកខ្លួនឯងហើយចង្អុលឲ្យនាងផាត់ចេញនាងផាត់ក៏ចាក់ចេញទៅយើងចាំបានយើងជិះឡានជាមួយបងម៉ារីហើយមានគេមកបាញ់ហើយខ្ញុំមកនៅក្នុងខ្លួនអ្នកណាក៏មិនដឹងនេះអើយខ្ញុំចង់ទៅផ្ទះវិញណាសូណាអង្គុយលើគ្រែនិយាយតែម្នាក់ឯងតាំងសូណាប្អូនចាំមិនហើយនេះតាំងម៉ារីក៏បានយកទឹកឲ្យមេខ្លាញ៉ាំនៅទីនេះហើយណាបងទៅហៅពេទ្យសិនម៉ារីក៏ទៅហៅពេទ្យទីនេះជាកន្លែងណាពេលនោះពេទ្យនិងម៉ារីក៏បានមកដល់គ្រូពេទ្យក៏បានពិនិត្យមើលគេហើយក៏ដើរចេញទៅសូណាឯងចាំមិនហើយនាងជាអ្នកណាហើយទីនេះជាកន្លែងណាមិនក៏ចម្លែកម្លេះបងជាអ្នកចាត់ការឯងណាចាត់ការអីខ្ញុំមិនស្គាល់ពេលនោះក៏មានបរិះម្នាក់ដើរចូលមក សូណាឯងយ៉ាងម៉េចទៅហើយ គេមិនចាំអីទេសំបីតែបង ស្លាប់ហើយនេះឯងមិនអីទេហ៎សម្លាញ់ លោកជាអ្នកណាចេញឲ្យឆ្ងាយពីខ្ញុំទៅឆាប់ចេញទាំងអស់គ្នាទៅខ្ញុំចង់ទៅរកប្តីខ្ញុំវិញមកវេហាទៅរកពេទ្យសិនទៅទុកឲ្យគេសម្រាប់នៅទីនេះសិនហើយម៉ារីនិងវេហាក៏ទៅរកលោកគ្រូពេទ្យអ្នកនាងលោកម្ចាស់ឲ្យមកអញ្ជើញទៅពិសាបាយចាបងទៅមុនតែបន្តិចទៀតខ្ញុំទៅកូនមេខលានេះមកយូរហើយល្មមទៅរកប្តីវិញហើយកូននេះខ្ញុំមានប្តីហើយមិនក៏កូននិយាយអញ្ចឹងមកពីខ្ញុំភ្លេចណាម៉ាក់អីគេម៉ាក់អត់ទេកូនច្រឡំអ្នកម៉ែកូននេះនិយាយចម្លែកណាស់ឆាប់បាយឲ្យហើយទៅបញ្ញាប់ទៅវិញក្រោយពីបាយរួចនាងផាត់និងសូណាក៏ទៅរៀបចំអីវ៉ាន់ទៅផ្ទះប្តីរបស់នាងវិញបងផានទៀនម្ចាស់នេះខ្ញុំមានប្តីហើយមែនណាចាទៀនម្ចាស់គឺលោកម្ចាស់សិលាហើយគេមានរៀងសង្ហាឬអត់សង្ហាណាតែតោះតែម្យ៉ាងតោះអីគេបងនេះអ្នកនាងមិនចាំអីពីលោកម្ចាស់ទេឯទៀនខ្ញុំភ្លេចជួយប្រាប់បន្តិចមកនាងផាន់ក៏បានប្រាប់ពីរឿងរបស់សិលានិងរឿងរបស់មេខលាពីមុនទៅសូណានេះយើងឆ្លងភពមកនៅក្នុងរូបប្រពន្ធគេបាចូលមកហើយបានប្តីល្អទៅថានេះប្តីមានស្រីច្រើនទៀតសិតតែយកមកនៅផ្ទះម្ដងពីរម្ដងបីអើយតែមិនអីទេយើងនឹងបង្ក្រាបអបិមួយនឹងឲ្យបានចាំតែមើលទេសូណាគិតម្នាក់ឯងនិយាយក្នុងចិត្តម្នាក់ឯងអ្នកនាងម្ចាស់នាងផាន់ហៅសូណាមិនលឺក៏បានក្តិចសូណាបន្តិចអូយមិនក៏បងមកក្តិចខ្ញុំឲ្យខ្ញុំម្ចាស់សូមអភ័យទោសទៀនមកពីហៅម្ចាស់មិនលឺបានហើយមិនអីទេហើយរៀបចំអីវ៉ាន់ហើយណែអីគេអីវ៉ាន់នោះទៀនគឺរៀបចំខោអាវទៅផ្ទះប្តីខ្ញុំនោះអីហើយទៀនអញ្ចឹងយើងទៅចាទៀនម្ចាស់សូណានិងនាងផាន់ក៏បានចេញទៅនៅមុខផ្ទះលោកម្ចាស់ឧត្តមទៅហើយមែនទេកូនប៉ាអ្នកដេញកូនទៅតែស្អីគេប៉ានឹងมันមានអីទេពងមិននេះកូនច្រឡំមើលគោរពបម្រើប្តីឲ្យល្អណាទោះគេមានប្រពន្ធ2 3ក៏គេជាប្តីយើងដែរកាន់ជើងតែប្រុសគ្នាឯងហ្នឹងចេះអត់ឱនឲ្យគ្នាទៅណាកូនបំភ្លេចរឿងចាស់ចោលទៅចាអ្នកម៉ែនាងផាត់ជួយមើលកូនយើងឲ្យល្អផងដឹងហើយនៅចាទៀនម្ចាស់សូណានិងនាងផាន់ក៏ចេញទៅនៅពេលដែលសូណាទៅដល់ផ្ទះគេឃើញសិលានិងស្រីកំណាន់ចិត្តគេកំពុងតែនាំគ្នាបញ្ចុកនំឲ្យគេហើយសូណាក៏សួរទៅនាងផាត់តិចនឹងមែនប្តីខ្ញុំចាទៀនអូយមុខមិនបាននឹងអវេហាផងនឹងចេះស្រីតាមស្រឡាញ់ដែរខ្លួនឡើងខ្មៅហើយថ្មិញវិញមិនបាច់និយាយហ្មងទៀនម្ចាស់និយាយអីទៀនគ្មានទេ
នាំខ្ញុំទៅបន្ទប់ទេចាទីនអ្នកទាំងពីរក៏រៀបនឹងដើរទៅសិលាគេមិនដឹងរឿងដែលមេខលាត្រូវរងគ្រោះនោះទេហើយសិលាគេស្អប់មេខលាខ្លាំងព្រោះតែការរៀបការរបស់គេជាការបង្ខំពីចាស់ទុំមកហើយមែនទេប្រពន្ធបងហើយទៅរកប្រុសណា 4-5 អាទិត្យមិនមកផ្ទះសោះអញ្ចឹងហ៎មកពីរកប្រុសណាងក៏បានដែរមិនពាក់ព័ន្ធនឹងលោកទេហ៊ាននិយាយបែបនេះដាក់ខ្ញុំផងហ៎ពេលដែលសូណានិយាយបែបនេះទៅកាន់សិលាធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងព្រោះមេខលាគេមិនដែលនិយាយអញ្ចឹងទៅសិលាឡើយគេគោរពស្រឡាញ់ប្តីណាស់មិនហ៊ានតមាត់អីនឹងប្តីទេមិនក៏ហ៊ានស្ដីឲ្យលបងបែបនេះរឿងជើងក៏មិនចេះនាងជាអ្នកណាអីក៏ហ៊ានម្លេះលោកបងមើលអ្នកបងថាឲ្យអូនមិនក៏ហ៊ានថាឲ្យអូនកញ្ញារបស់យើងកូនមេខលានិយាយត្រូវហើយនាងជាអ្នកណាបានជាហ៊ានហាស្ដីបែបនេះនាងជាប្រពន្ធកូនឯងរៀបការនឹងនាងតាំងពីពេលណាមិនក៏យើងមិនដឹងតែនាងមានកូនរបស់ខ្ញុំអញ្ចឹងនាងជាប្រពន្ធខ្ញុំកូនអ្នកណាមិនដឹងមកថាជាកូនឯងនឹងមែនទេអ្នកម៉ែគ្រូសាបងមិនចូលចិត្តអូនទេកុំឲ្យគេមកធ្វើឲ្យអូនទាស់ចិនមិនអញ្ចឹងទេអូននឹងចេញទៅឲ្យឆ្ងាយពេលនោះកញ្ញាក៏រត់ចេញទៅកញ្ញាមកពីនាងនឹងក្រោយពីថាឲ្យសូណាហើយគេក៏បានរត់ទៅតាមកញ្ញាកូនកុំទៅខ្វល់អីបន្តិចទៀតគេមកវិញហើយខ្ញុំមិនបានទៅខ្វល់អីទេទៅងាប់ឯណាងាប់ទេមិញនេះកូននិយាយថាម៉េចអចាមិនមានអីទេខ្ញុំសុំទៅបន្ទប់សិនហើយអ្នកម៉ែចាកូនសូណាដើរចេញហើយនាងផាត់ក៏ដើរទៅតាមចវាយនៅបន្ទប់មេខលាបងមិញស្រីម្នាក់នឹងអ្នកណាគេគឺជាស្រីកំណាន់របស់លោកម្ចាស់សិលានេះអាគាត់នឹងមានស្រីប្រមាណអ្នកបងអើយមានតែមួយនឹងទេឆ្ងល់ណាស់មានប្រពន្ធហើយនៅតែមានស្រីទៀតអាសោះតែមុខស្អាតទៅមិនថាទេទៀនម្ចាស់មិនក៏និយាយអញ្ចឹងគេស្ដាប់ឮមិនល្អទេណានេះបងស្ដាប់ខ្ញុំយល់ដែរខ្ញុំម្ចាស់ជាអ្នកបម្រើម្ចាស់យូរហើយទោះមិនយល់ក៏ធ្វើជាយល់ដែរអើយបងនេះចេះកំ pl ាញ់ទៀនកុំសើចលឺពេកមនុស្សស្រីគេមិនឲ្យសើចលឺទេទៀនអូខេអីគេអូខេទៀនម្ចាស់វាគឺជាការយល់ព្រមអ្វីមួយចាអូខេទៀនអូនកុំខឹងជាមួយអ្នកម៉ែអីណាអូនមិនខឹងនឹងគាត់ទេតែអូនមិនចង់ឲ្យបងនិងអ្នកម៉ែបងឆ្លោះគ្នាអូនកុំនិយាយអញ្ចឹងមើលបងមិនអាចអត់អូននឹងកូនបានទេតែម៉ែរបស់បងមិនពេញចិត្តអូនទេហើយបងមានប្រពន្ធកុំខ្វល់ពីសម្ដីគាត់ចំណែកនាងនោះក៏បងមិនបានស្រឡាញ់នាងដែរចាបងនឹងយកអូនទៅនៅផ្ទះតូចបងសិនចាបងនៅពេលដែលកូនយើងកើតមកបងនឹងយកអូននិងកូនមកនៅផ្ទះធំចាសូណាឯងចាំមិនហើយខ្ញុំមិនមែនសូណាទេបងដឹងថាឯងមិនមែនសូណាតែគ្រប់គ្នាគេមិនជឿនោះទេមែនហើយតើខ្ញុំត្រូវធ្វើជាអ្នកនាងសូណាមែនទេត្រូវហើយតើតើនាងនិងសូណាដូរមកវិញចាបងម៉ារីខ្ញុំឃ្លានណាស់មានអីញ៉ាំអត់មិនមានទេមានតែរបស់ឆៅឯងទៅធ្វើទៅយើងក៏ចង់ញ៉ាំដែរខ្ញុំមិនចេះទេបងទៅធ្វើបន្តិចទៅចាំខ្ញុំទៅធ្វើក៏បានដែរនាងចេះដែរមិនមែនចាកុំភ័យអីចាំខ្ញុំធ្វើម្ហូបបុរាណឲ្យពិសាតែឯងមិនចេះប្រើឧបករណ៍បច្ចុប្បន្នដែរមិនចេះផងលោកជួយប្រាប់ខ្ញុំផងទៅខ្ញុំនេះមិនមែនត្រូវហើយទៅជួយនាងទៅវេហានិងមេខលាក៏ទៅធ្វើម្ហូបដោយវេហាជាអ្នកប្រាប់ពីរបៀបប្រើប្រាស់ចំណែកឯមេខលាជាអ្នកធ្វើម្ហូបពួកគេធ្វើម្ហូបយ៉ាងសប្បាយសើចពេញផ្ទះបាយពេលធ្វើរួចវេហាក៏បានលើកដាក់ទៅលើតុមើលទៅគួរឲ្យចង់ញ៉ាំទៅបងខ្ញុំឃ្លានអូខេពួកគេក៏ចាប់ផ្ដើមញ៉ាំពិតជាឆ្ងាញ់មែនហើយបងអរគុណវេហាញ៉ាំហើយនាំនាងទៅផ្សារទំនើបហើយនាំនាងឲ្យស្គាល់ភពយើងខ្លះទៅបាន
ក្រោយពីញ៉ាំអាហាររួចវេហាក៏បាននាំមេខលាទៅផ្សារទំនើប ឆាប់ចុះមក ទីនេះជាកន្លែងណា ជាផ្សារទំនើប ស្អាតណាស់ហើយធំទៀត នាងចូលទៅក្នុងនឹងបានរបស់ស្អាតទៀត ពិតមែនអ្នកលោក បានអញ្ចឹងយើងឆាប់ទៅ ចាពួកគេទាំងពីរក៏បានដើរចេញទៅអូទីនេះស្អាតណាស់លោកអានោះអីគេមិនបានជាពួកមនុស្សឈរនៅមួយកន្លែងអញ្ចឹង វាជាម៉ានកាំងគេតាំងនៅមុខហាងលក់សម្លៀកបំពាក់ អូ នាងឃ្លានទេ ឃ្លានតែ តោះអញ្ចឹងយើងទៅ ចាពួកគេក៏បានចូលទៅហាងការ៉េមួយកន្លែងអូទីនេះស្អាតណាស់ នាងចង់ញ៉ាំការ៉េមរសជាតិអី អីក៏បានដែរ ខ្ញុំយកវ៉ានីឡា2កែវ អ្នកលក់ក៏បានដាក់ការ៉េមឲ្យពួកគេ ការ៉េមបានហើយយើងទៅរកកន្លែងអង្គុយទៅ ចាពួកគេក៏បានទៅរកកន្លែងអង្គុយអានេះឆ្ងាញ់ណាស់ បើនាងចូលចិត្តញ៉ាំរបស់ខ្ញុំទៀតទៅ លោកមិនញ៉ាំទេ ខ្ញុំមិនឃ្លានទេ អញ្ចឹងខ្ញុំញ៉ាំហើយណា បាន វេហាក៏អង្គុយមើលមេខលាញ៉ាំការ៉េមហើយញញឹមម្នាក់ឯងក្រឡេកមកមើលនៅសម័យបុរាណវិញបងផាត់ខ្ញុំចង់ទៅរៀនធ្វើម្ហូបទៀតចាទៀនម្ចាស់ពួកគេក៏បានដើរទៅផ្ទះបាយតែផ្លូវទៅក៏ជួបនឹងកញ្ញា ទៅណាអ្នកបងយើងទៅណាក៏បានទៅរកប្រុសទេដឹងនាងកញ្ញាកុំខ្លាំងពេកឲ្យស្គាល់ខ្ពស់ទៀតផងពេលនោះកញ្ញាក៏ទះនាងផាត់មួយកំភ្លៀងនាងដូចជាដៃដល់ហើយនោះសូណារកនឹងទះកញ្ញាពេលនោះកញ្ញាក៏ទះខ្លួនឯងវិញអើយអ្នកបងមិនក៏ទះខ្ញុំពេលនោះស្របពេលដែលសេឡាដើរមក នាងធ្វើអីកញ្ញា លោកបង អូនយ៉ាងម៉េចទៅហើយនាងមានសិទ្ធអីមកទះកញ្ញា លោកមកពីឆ្កួតមកពីណាឃើញខ្ញុំតែនាង នាងគិតតែខ្ញុំមិនឃើញថានាងចង់ធ្វើអីកញ្ញាមែនទេ លោកម្ចាស់គឺ នាងបិទមាត់ទៅត្រឹមជាអ្នកបម្រើគេកុំមកលូកមាត់ មានសិទ្ធអីមកថាឲ្យបំផាត់នោះ ខ្ញុំមានសិទ្ធព្រោះខ្ញុំជាម្ចាស់របស់វា លោកគ្មានសិទ្ធមកថាឲ្យគាត់ទេហើយមួយទៀតនាងមិញនេះថាខ្ញុំតែនាងមែនទេសូណាក៏ទះកញ្ញាមួយកំភ្លៀង ណែនាង មកបំផាត់យើងទៅផ្ទះបាយសូណានិងផាត់ក៏ដើរទៅបាន អូនឈឺទេ អូនឈឺណាស់ ចាំបងយកថ្នាំមកលាបឲ្យ ចានៅពេលយប់នៅផ្ទះតូបសេឡាដែលគេយកកញ្ញាមកនៅបងមកហើយមែនទេពេលកញ្ញាបើកទ្វារក៏ឃើញអាដែនទៅវិញអាដែន ត្រូវហើយគឺជាបង អញមកធ្វើអី គឺបងនឹកប្រពន្ធ អាដែនក៏ទៅអោបថើបកញ្ញាណែឆាប់ចេញទៅប្រយ័ត្នគេមកឃើញ គ្មាននរណាមកទេអាសីឡាវាទៅធ្វើការវាដេកនៅនឹងវាមិនមកវិញទេ មិនក៏ឯងដឹង បងឮវានិយាយជាមួយនឹងម៉ែវាមកសុំបន្តិចមកបងឃ្លានណាស់ ពួកគេទាំងពីរក៏មានអីជាមួយគ្នានៅពេលដែលអ្នកទាំងពីរកំពុងតែមានអីជាមួយគ្នាស្រាប់តែមានអ្នកបើកទ្វារបងសេឡា លោកម្ចាស់ខ្ញុំខំស្រឡាញ់នាងតែនាងបែរជាក្បត់ខ្ញុំទៅវិញ សេឡាក៏ដើរចេញទៅហើយកញ្ញាក៏ប្រញាប់ស្លៀកខោអាវទៅតាមសេឡាលោកបងស្ដាប់ខ្ញុំនិយាយសិន តែនាងមកដោះសារស្អីបើខ្ញុំឃើញទាំងអស់ហើយនឹង សំឡេងឆ្លោះគ្នារបស់អ្នកទាំងពីរក៏បានលើដល់អ្នកផ្ទះធំមកមើលនេះមានរឿងអីកូនពេលនោះអាដែនដើរមកនេះនាងនាំប្រុសមកដេកមែនទេ សូមមេត្តាអត់ទោសឲ្យខ្ញុំផងលោកម្ចាស់ លោកបងគឺវាចាប់រំលោភខ្ញុំទេលោកបង មិនក៏នាងនិយាយអញ្ចឹងលោកម្ចាស់កូននៅក្នុងពោះនាងគឺជាកូនខ្ញុំទេ កុំជឿវាលោកបង ពួកឯងទាំងពីរនាក់ឆាប់ចេញពីមុខយើងទៅ លោកបងគេដេញហើយមិនក៏មិនចេញគេទាំងពីរក៏ចេញទៅកូនប្រុស អ្នកម៉ែកូនចង់នៅម្នាក់ឯង មកមេខលាឲ្យគេនៅម្នាក់ឯងទៅចា
ចាប់តាំងពីពេលនោះមកសិលាគេនៅតែក្នុងបន្ទប់នៅផ្ទះតូចខូចចិត្តតែម្នាក់ឯងមេខលាកូនទៅមើលសិលាឲ្យមកហូបបាយផងទៅកូនចាស់អ្នកម៉ែសូណានិងផាន់ក៏ដើរទៅផ្ទះតូចបងទៅវិញចាស់ចាសូណាក៏ដើរទៅបន្ទប់សិលាលោកហូបបាយ ខ្ញុំមិនឃ្លានទេ លោកមិនឃ្លានក៏ត្រូវតែហូបដែរ ប្រាប់ឲ្យថាខ្ញុំមិនហូបទេនាងស្ដាប់មិនបានទេអី លោកក៏អន់ម្លេះគ្រាន់តែស្រីម្នាក់យំដែរសិលាក៏បានធ្វើឲ្យសូណាដួលទៅលើទ្រូងគី ឆាប់ងើបទៅធ្ងន់ណាស់ ឆាប់ទៅហូបបាយ ដឹងហើយឥឡូវនេះនាងនិយាយច្រើនណាស់ ពួកគីក៏បានដើរចេញទៅក្រោយពីសិលាបំភ្លេចកញ្ញាបានហើយគេនិងសូណាក៏មានភាពស្អិតរមួតដូចប្តីប្រពន្ធខុសពីពេលមុនដាច់មានថ្ងៃមួយបានកើតឡើង អូនហើយនៅ ហើយលោកបង បើអញ្ចឹងយើងទៅតោះឆាប់ចេញទូកទៅ នៅពេលដែលគេកំពុងចេញទូកនៅតាមផ្លូវក៏ស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងមេឃងងឹតភ្លាមធ្វើឲ្យទូកក្រឡាប់ មេខាឡាតើអូននៅទីណា សិលាខំរកសូណាក្នុងទឹកមុខមើលខាងសម័យវិញមេខលាក៏ត្រូវបានដួលសន្លប់មិនដឹងខ្លួននៅក្នុងសុបិនសូណានិងមេខលា មកហើយមែនទេចៅស្រីទាំងពីរ លោកតាអីសីនេះពួកខ្ញុំនៅទីណា នៅក្នុងសុបិន ខ្ញុំចាំបានខ្ញុំនៅជិះទូកជាមួយនឹងប្តីខ្ញុំនៅជាមួយនឹងវេហាសូណាមើលទៅមេខលា ដល់ពេលដែលចៅស្រីទាំងពីរត្រូវដូរវិញ្ញាណគ្នាទៅវិញហើយ ខ្ញុំអាចទៅផ្ទះខ្ញុំវិញហើយមែនទេខ្ញុំបានជួបនឹងបងសិលាវិញមែនទេ ត្រូវហើយមិនក៏ចៅមើលទៅមិនសប្បាយចិត្តបែបនេះ គឺនាងខ្លាចនាងម្នាក់នោះមែនទេនាងនោះវាលែងនៅហើយមិនមែនទេនាងមិនចង់ទៅជួបពុកម៉ែនាងនិងប្តីទេចង់តែបងសិលាមិនបានស្រឡាញ់ខ្ញុំទេតែពេលនេះគេស្រឡាញ់នាងណាស់នោះគឺជានាងមិនមែនខ្ញុំទេហើយពេលនេះខ្ញុំមិនស្រឡាញ់គាត់ទៀតទេ ឥឡូវនេះតើពួកចៅគិតយ៉ាងម៉េច ខ្ញុំមិនចង់ដូរទេលោកតាខ្ញុំស្រឡាញ់ប្តីខ្ញុំដូចគ្នាខ្ញុំចង់ទៅនៅជាមួយវេហា តើនឹងធ្វើយាមចាស់ ភ្ញាក់ពីសុបិននៅសម័យបុរាណលោកបង នេះអូនដឹងខ្លួនហើយមែនទេ មិនក៏លោកបងទឹកមុខអាក្រក់ម្លេះ មកពីបងភ័យខ្លាចអូនទៅចោលបងនឹងណា ងាកមកសម័យវិញសូណាដឹងខ្លួនហើយ ឯងមកវិញហើយមែនទេសូណា ខ្ញុំមិនមែនសូណាទេ អូន វេហាក៏រត់ទៅអោបមេខលាហើយមេខលាក៏បានប្រាប់រឿងទៅពួកគេចាប់តាំងពីពេលនោះមកសិលានិងសូណារស់នៅយ៉ាងមានក្តីសុខនិងមានកូនជាច្រើនចំណែកវេហានិងមេខលាក៏បានរៀបការជាមួយគ្នារស់នៅយ៉ាងមានសុភមង្គលចាប់ដោយបរិបូរណ៍ការអប់រំក្នុងរឿងស្នេហ៍ឆ្លងភពឆ្លងនិស្ស័យបង្ហាញពីសេចក្តីស្រឡាញ់ការអត់ធ្មត់និងការលះបង់រឿងនេះបង្រៀនឲ្យយើងចេះទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួនគោរពគ្រួសារនិងមាតាបិតាហើយកុំបោះបង់នៅពេលជួបបញ្ហា រំពេចនោះស្រាប់តែមានមនុស្សឈួតម្នាក់រត់ចូលមកហើយច្រាននាងឆោវីទម្លាក់ទឹក ជួយផងជួយខ្ញុំផង ធ្លាក់ទឹកហើយ ធ្លាក់ទឹកបាត់ហើយ សប្បាយណាស់ ធ្លាក់ទឹកបាត់ ជួយផងអ្នកណាក៏បានដែរជួយខ្ញុំផង រឿងនាងកំណាញ់អត់ញៀននៅមុខផ្ទះពូវ៉ាន់លបងវ៉ាន់អើយនៅផ្ទះដែរទេលបង ពុកខ្ញុំមិននៅទេហើយពូមករកគាត់មានការអីហ្នឹង ពុកឯងនៅទេអីអូគឺពូឡើងផ្ទះថ្មីខាងស្អែកនេះពូមកអញ្ជើញពុកឯងទៅចូលរួមហ្នឹងណាក្មួយ អញ្ចឹងបានថាកាលពុកខ្ញុំក្រគ្មានអ្នកណាគេហៅរកទេ
ណាបុកក៏គេមិនយកភ្នែកមើលដែរតែពេលពុកខ្ញុំមានអ្នកណាក៏រាប់អានអ្នកណាក៏ស្គាល់មនុស្សខ្លះគ្មានចេះខ្មាស់អៀនអីបន្តិចទេពិតជាមុខក្រាស់មែន ឆោវីមិនក៏ឯងនិយាយអញ្ចឹងឯងឌៀមដាមឲ្យពូ ខ្ញុំថាឲ្យមនុស្សមុខក្រាស់មួយចំនួនតាមិនក៏ពូរើសដាក់ខ្លួនពូត្រឡប់ទៅវិញទៅចាំខ្ញុំប្រាប់ពុកខ្ញុំឲ្យ សំដីដូចចោលដឹងទាំងដងយូរលេងស្គាល់មៀមមីងហើយតើយើងមិនខ្ចីមកជន់ទៀតទេវើយអើយ មិនមកជន់ទេក៏ហីទៅអ្នកណាហៅមក ណែអាសនហើយឯងទៅមកពីណាហ្នឹងអើយអាសនហើយឯងកាត់អីមានរឿងអីមិនក៏ធ្វើមុខកញ្ញើអញ្ចឹងលបងឯងល្មមបដៅកូនចាញ់ហើយពេញកមុំហើយនិយាយស្ដីគ្មានដឹងខ្យល់ខ្ញុំថាមិនចង់ប្រកាន់ក្មេងទេយ៉ាងម៉េចឯងនឹងឆោវីគេថាស្អីឲ្យឯង ថ្ងៃនេះខ្ញុំមិនបានទៅផ្សារទេមានមកហូបតែប៉ុណ្ណឹងពុកអញ្ជើញពិសាទៅ ថ្ងៃមិញឯងថាម៉េចអអសនខ្លះ បើគាត់ទូពិតពុកទៅហើយទោះខ្ញុំនិយាយស្អីក៏គ្មានប្រយោជន៍ដែរ គេជាប្អូនជាទូតមួយរបស់ពុកមិនមែនជាអ្នកក្រៅអ្នកដតីមកពីណាទេគេមករកពុកទោះជួបឬមិនជួបក៏ឯងគួរតែរាក់ទាក់អោនលំទោនទៅកាន់គេដែរមិនក៏ឯងឌៀមដាំផ្លែផ្កាដាក់ឲ្យគេ ចុះខ្ញុំនិយាយខុសហើយបងប្អូនពុករាប់អានបានតែពុកមានទេពេលពុកក្រពួកនោះយកភ្នែកមកមើលពុកដែរទេតែខ្ចីអង្គតែ5កំប៉ុងគេមិនឲ្យពុកខ្ចីផង ហើយឯងទៅគុំគួនគេធ្វើស្អីពុកជាសម័យខ្លួនមិនទាំងខឹងគេផងឯងបាយជាមកខឹងគេជំនួសពុកនេះបើឯងធ្វើតែអញ្ចឹងគេដើរនិយាយដើមស្លាប់ហើយ អ្នកណានិយាយដើមឲ្យគេនិយាយទៅខ្ញុំបានតែសុំបាយគេស៊ីទេតែបាននិយាយឲ្យខ្ញុំឮខ្ញុំមិនទុកមុខឲ្យទេពុកចាំតែមើលទៅ ឆោវីឯងអើយឯងអើយ លហុងលបងវ៉ាន់ល្អដល់ហើយផ្លាយឡើងចង់បាក់ដើមតែម្ដងហើយនេះលបងវ៉ាន់អើយនៅផ្ទះទេឲ្យខ្ញុំសុំផ្លែលហុង2 3ផ្លែមកលបងហេមីងមិនចេះដាំទេអីដល់ម៉ោងដល់ពេលចាំតដើរសុំគេអញ្ចឹងអីឆោវីបន្លែបង្ការទាំងអស់នេះខ្ញុំដាំសម្រាប់ហូបផ្ទះខ្ញុំដែរមិនមែនសម្រាប់ទុកឲ្យមីងមកសុំទេណាអីនេះជាស្រីណាមីងកុំយកពេលតឹងអង្គុយនិយាយដើមគេមានដីតំណេសង្វាត់ដាំដំណាំហូបទៅបើថាខ្ជិលដាំខ្លួនឯងកូនប្រុសមានទុកវាធ្វើអីមិនកុំប្រើវាខ្លះទៅអើយមិនឲ្យទេក៏ហីទៅហើយមិនក៏ឯងមកហែហៃអីសម្បើម្លេះមនុស្សចិត្តកំណាញ់ដូចជាឯងនេះណាគ្មានអ្នកណាគេចង់រាប់អានឯងទេអ្នកណាមិនរាប់អានទេក៏ហីទៅគិតថាខ្ញុំនឹងអាលាយមែនទេមកជ្រុលថាជាខ្ញុំហើយជាឲ្យផត់តែបើជាមិនផុនគេហៅស្អីទៅណនេះឯងអើយ នៅផ្ទះយាយម្លិះ និយាយថាម៉េចឯងស្រឡាញ់មីអត់ញៀតនោះអី លោកយាយ នាងម្នាក់នោះជាក្មេងឆ្លើយបំផុតនៅក្នុងភូមិនេះយាយមិនព្រមឲ្យឯងតែសែបគប់ជាមួយនឹងវាទេយាយមិនព្រមដាច់ខាត លោកយាយឆោវីមិនអាក្រក់ដល់ម្លឹងទេអ្នកណាដែលថាមិនចេះខុសនោះសំខាន់ដឹងខុសហើយយើងជួយកែលម្អគ្នាទៅសំឡមួយចានមិនអាចតម្រូវចិត្តមនុស្សមកភូមិបានទេណាលោកយាយ យាយថាមិនបានគឺមិនបានហើយមិនខ្វះទេស្រីល្អក្នុងភូមិនេះក៏គោកចាំយាយទៅដណ្ដឹងនាងចន្ទទីកូនអាចារ្យឲ្យឯង លោកយាយ ស្ដាប់យាយណាភក្តីសម្លឆ្ងាញ់ដោយសារគ្រឿងគ្រួសាររុងរឿងដោយសារភរិយាបើឯងរើសខុសច្បាស់ជាវេទនាមិនបានសុខជាទេណាចៅកុំទៅតាក់ទងជាមួយនឹងនាងឆវីទៀតតាមយាយទៅវាមិនខុសទេ លោកយាយនៅផ្ទះពូច័ន្ទ មិញថាម៉េចហ្នឹងនាងឆវីធ្វើដល់ម្លឹងផងហ៎លើសនឹងទៅទៀតតែមីងខ្ជិលនិយាយមីងស្ដាយណាស់បើដឹងថាអញ្ចឹងមីងសុកចិត្តទៅទិញនៅផ្សារល្អជាងមិនទៅសុំវានាំឲ្យវាថោកទេ សុទ្ធតែអ្នកចិត្តខាងគ្នាសោះទៅកំណាញ់ស្អីត្រឹមលហុង2 3ផ្លែនោះលហុងផ្ទះខ្ញុំមានអ្នកតយឯងចង់បានប្រមាណផ្លែទៅបេះទៅនោះ ចាចាអរគុណហើយអ្នកច័ន្ទអូភ្លេចមើលហើយនេះកាទូចវិចអន្សមយកទៅវត្តមែនទេក្មួយចាមីង
មានសមចេកសមជ្រូកបន្តិចទៀតខ្ញុំដាក់ស្ងោរហើយនិយាយអញ្ចឹងមីងទៅបានប្រហែលវត្តហើយមីងមីងទៅតែបានទៅមួយវត្តទេក្មួយអើយរកឆ្លៀតទៅឲ្យបាន7វត្តដូចគេមិនបានទេ មកវត្តក៏ដោយ7វត្តក៏ដោយឲ្យទៅដោយចិត្តជ្រះថ្លានឹងការយល់ត្រូវគឺកើតបុណ្យកើតកុសលហើយបុណ្យស្ថិតនៅក្នុងចិត្តមិនមែននៅវត្តទេណាអ្នកតយ ចាអ្នកនិយាយបែបនេះគឺត្រឹមត្រូវហើយ ទានយើងអាចធ្វើបានគ្រប់ទីកន្លែងនៅវត្តក៏ធ្វើបាននៅផ្ទះក៏ធ្វើបានពេលណាក៏ធ្វើបានដែរឲ្យតែចិត្តយើងនឹងវាជ្រះថ្លាចង់ធ្វើមិនមែនធ្វើបានតែរដូវភ្ជុំបិណ្ឌនោះទេ តែខ្ញុំលើគេថាមួយរដូវបិណ្ឌភ្ជុំបើសិនជាកូនចៅមិនបានយកចង្ហាន់ទៅវត្តទេខ្មោចដូនតានឹងខឹងសម្បាហើយចេះដាក់បដាសាកូនចៅតើរឿងនេះយ៉ាងម៉េចទៅវិញទៅប៉ុង ចង់ដឹងថាពិតឬមិនពិតត្រូវស្វែងយល់ធម៌អាឲ្យបានស៊ីជម្រៅពុកមិនថាគេខុសទេតែពុកឲ្យកូនរៀនទំនេរកូនចូលទៅអាននៅក្នុងតេរោកុដដៈសូត្រទៅកូននឹងបានដឹងហើយណា ចាពុកចា ដងអើយដងក្រអូបផ្អែមឆ្ងាញ់បងប្អូនពូមីងអើយទិញដងក្រអូបមួយផ្លែពីរទៅបាន ហើយណាអាអ្នកលក់ដងហើយឯងមកអំពាយនេះរងងាប់ស្អីនៅមុខផ្ទះយើងហ្នឹងឆាប់ថយចេញទៅ នាងខ្ញុំឈប់អតេះតាមមួយផ្លែនអន្តាមិនក៏នាងសំដីអាក្រក់យ៉ាងនេះ សម្ដីយើងវាតែប៉ុណ្ណឹងហើយឯងចង់យ៉ាងម៉េចកន្លែងមកកកងមិនឈប់ទេបែរជាមកឈប់នៅមុខផ្ទះយើងឯងចង់សំរឿងមែនទេ អ្នកណាចង់សំរឿងជាមួយនាងខ្ញុំឈប់នៅលើផ្លូវសាធារណៈទេហើយក៏មិនបានទៅប៉ះពាល់អីលើនាងដែរធ្វើជាមនុស្សកុំចង្អៀតចង្អល់ខ្លាំងពេកឲ្យចេះបើកភ្នែកមើលគេឯងផងទៅនាង ណែអាចង្រៃសម្បត្តិឯងត្រឹមតែជាអ្នកលក់ដូងក៏មកចង់បដៅក្បាលយើងអស់រទេះរបស់ឯងចាញ់ភ្លាមទៅបើមិនចាញ់ទេកុំថាយើងកាចណា ខ្ញុំទៅហើយមនុស្សអត់ញៀតហ៊ុយ អាចង្រៃអើយកុំឲ្យយើងជួបមុខឯងទេណាវើយ ល្ងាចឡើងនៅវាលស្រែ បងឯងឈួតទេអីនៅសុកមកសុំខ្ញុំបាច់គ្នាបងឯងតាមយាយម្លិះដល់ម្លឹងអី ឆោវីឲ្យបងសុំទោសណាអូនបងគ្មានចេតនាធ្វើឲ្យអូនឈឺចាប់ទេកុំខឹងបងអីណាអូនណា គ្មានចេតនាធ្វើឲ្យខ្ញុំឈឺចាប់អីមិនក៏ធ្វើដាក់ខ្ញុំបែបនេះហើយប្រុសចង្រៃនេះណែ អូយអូយកុំវាយបងអីឆោវីប៉ុណ្ណឹងបានហើយអូយអូយ ធ្វើឲ្យយើងក្តៅកាហាយឯងត្រូវតែជួបបែបនេះនេះណែ អូយ នៅមិននៅទៅឲ្យនាងឆោវីវាយជាប់មុខជាប់មាត់ហើយយ៉ាងម៉េចដែរឯងជឿយាយហើយនៅ អូយបានហើយលោកយាយកុំបន្ទោសខ្ញុំថែមទៀតអីអូយ អើយនៅឲ្យស្ងៀមសិនទៅចាំយាយទៅយកបាយក្តៅមកស្អំឲ្យកោតចិត្តអាវ៉ាន់ជាឪពុកធ្វើឪគេយ៉ាងម៉េចអត់ចេះបដៅកូនសោះ បដៅហួសពីបដៅហើយមិនក៏ឯងមិនស្ដាប់ពុកសោះអញ្ចឹង ខ្ញុំស្ដាប់អន្តាគ្រាន់តែខ្ញុំមិនធ្វើតាមកុំគិតថាមនុស្សមកភូមិនេះគឺសុទ្ធតែជាញាតិរបស់ពុកនោះអ្នកខ្លះល្អជាមួយពុកតែនៅមុខទេក្រោយខ្នងនិយាយដើមពុកឡើងហុយដី បើគេនិយាយដើមពុកគឺគេនិយាយពីរឿងដែលពុកមិនចេះបដៅឯងនឹងហើយបណ្ដោយឲ្យឯងដើរឆ្លើយដាក់គេបែបនេះបងអើយប៉ុណ្ណឹងបានហើយណាឆោវីកុំឲ្យពុកខ្មាស់គេខ្លាំងជាងនេះបើឯងនៅតែធ្វើអញ្ចឹងទៀតពុកកាត់កាល់ឯងចោលហើយ ព្រោះតែអ្នកដតីពុកចង់កាត់កាល់ខ្ញុំអីនេះពុកស្អប់ខ្ញុំដល់ម្លឹងផងក៏បានបើពុកទៅតនឹងខ្ញុំទៅហើយខ្ញុំមិននៅទីនេះទៀតទេខ្ញុំទៅហើយ ឆោវីឯងចង់ទៅខាងណាឆោវីនាងកូនអើយនាងកូនអើយ ហេតុអីក៏ពួកគេស្អប់ខ្ញុំយ៉ាងនេះយូរទៅសំបីតែពុករបស់ខ្ញុំក៏ស្អប់ខ្ញុំដែរហេតុអី រំពេចនោះ
ស្រាប់តែមានមនុស្សឈួតម្នាក់រត់ចូលមកហើយច្រាននាងឆោវីទម្លាក់ទឹក ជួយផងជួយខ្ញុំផង ហាធ្លាក់ទឹកហើយ ធ្លាក់ទឹកបាត់ហើយ សប្បាយណាស់ធ្លាក់ទឹកបាត់ ជួយផងអ្នកណាក៏បានដែរជួយខ្ញុំផង អូមានមនុស្សលងទឹកហើយឥឡូវឡើងឆាប់មកជួយគ្នាភ្លាមមក នរណាគេលងទឹកហ្នឹងអូស្មានតែនរណាគេគឺនាងឆោវីទេអីអើយខ្ជិលជួយខ្ជិលអីណាស់លោកអើយ រឿងពីមុនទុកម្ដាច់សិនទៅជួយជីវិតមនុស្សវាសំខាន់ជាងណាស់អ្នក តែខ្ញុំចេះហែលទឹកទេឲ្យខ្ញុំទៅជួយនាងយ៉ាងម៉េចទៅ អូយមានអ្នកណាចេះហាយទឹកទេមានមនុស្សលងទឹកហើយឆាប់មកជួយគ្នាផងទៅ មិនអីទេមីងទុកឲ្យខ្ញុំរំពេចនោះចម្រើនក៏លោតទឹកប្រងហើយហែលទៅជួយនាងឆោវីរហូតរួចជីវិតពីក្តីមរណា អើយ នាងយ៉ាងម៉េចទៅហើយនាងមិនអីទេហ៎ ខ្ញុំមិនអីទេហេតុអីក៏នាយជួយខ្ញុំធ្លាប់មើងងាយនាយមិនក៏នាយហាលទឹកមកជួយខ្ញុំទៀត រឿងនៅថ្ងៃនោះខ្ញុំពិតជាខឹងនាងមែនតែខ្ញុំមិនបានគុំគួននឹងនាងទេជួយជីវិតមនុស្សសំខាន់ជាងទោះមានរឿងអីក៏ដោយក៏ត្រូវតែទុកមួយឡែកសិនដែរ ខ្ញុំមិនស្មានទេថាមនុស្សដែលខ្ញុំធ្លាប់ប្រមាថមើងងាយគឺជាអ្នកដែលជួយសង្គ្រោះជីវិតខ្ញុំឲ្យផុតពីស្លាប់ខ្ញុំខុសហើយឲ្យខ្ញុំសុំទោស ភ្ញាក់ខ្លួនដឹងកំហុសនៅពេលនេះមិនទាន់យឺតពេលទេមិនអីទេណាមិនអីទេស្អែកឡើងចន្ទីក្រែងកូនទៅវត្តអីហើយហេតុអីក៏ ចាពៅមុនពេលទៅវត្តទៅធ្វើទានចំពោះព្រះសង្ឃខ្ញុំសូមធ្វើទានចំពោះព្រះរស់នៅផ្ទះសិននេះពៅអញ្ជើញពិសាបាយសិនទៅ អូ បាទអរគុណហើយកូនសម្លាញ់សុខចម្រើនណាកូនណា ចាពុកចា ទឹកហូរហាអើយផាត់ស្លែហាអើងអើយស្រែក្បែរហាអើយប្រឡាយត្រសំអើងអើយត្រសាយឆ្ងាយជាប់ឲ្យជើងភ្នំ អូពេលរត់ដល់ហើយបងចម្រើនអើយឈប់លក់ដងហើយទៅធ្វើជាអ្នកចម្រៀងវិញទៅបង អាយ៉ាឥឡូវចន្ទទីចេះចំអន់បងទៀតណោះ ចម្រើនចន្ទីទៅតែមកពីវត្តមែនទេក្មួយ បាទមីងហើយចុះមីងអត់ទៅវត្តទេហ៎ យប់មិញមីងកេងជ្រុលក្រោកមិនតាន់មីងរកទៅផ្សារទិញម្ហូបសិនបញ្ញាប់យកមកធ្វើចង្ហាន់ថ្ងៃត្រង់ទៅប្រគេនលោកណាក្មួយ បាទមីងបើអញ្ចឹងក្មួយទៅសិនហើយណាមីង ចាក្មួយចាខ្ញុំមកពីវត្តវិញហើយខ្ញុំសូមជូនបន់ផងណាពង សាធុសាធុ អូខ្ញុំអត់ទៅបន់ជូនដូនតាសិនថ្ងៃនេះខ្ញុំមានចិត្តជ្រះថ្លាបានទៅធ្វើទានចំពោះព្រះសង្ឃអ្នកមានសិលខ្ញុំសូមឧទ្ទិសផលបុណ្យកុសលជូនដល់អ្នកម៉ែព្រមទាំងញាតិទាំងឡាយរបស់ខ្ញុំដោយអំណាចនៃទានដែលខ្ញុំបានធ្វើសូមឲ្យញាតិទាំងឡាយរបស់ខ្ញុំបានសេចក្តីសុខរួចចាក់ទុក្ខសូមអនុមោទនា សាធុប្រសើរណាស់កូនឃើញឯងបែបនេះពុកត្រេកអរណាស់ណាតម្លៃអប់រំសេចក្តីទុក្ខកើតចេញពីចិត្តកំណាញ់ការប្រកាន់ការជាប់ជំពាក់សុទ្ធតែជាបច្ច័យនាំឲ្យសត្វលោកកើតទុក្ខមាតាបិតាជាព្រះអរហន្តសម្រាប់កូនមុនពេលទៅធ្វើទានចំពោះព្រះសង្ឃនៅឯវត្តក៏បីធ្វើទានចំពោះមាតាបិតាដែលជាព្រះរស់នៅផ្ទះជាមុនសិន